បាទសួស្តីបងប្អូនស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះខ្ញុំចង់ចែករំលែកបងប្អូនពីរបៀបរកលុយពី Facebook Account អញ្ចឹងឥឡូវនេះមិនថា Facebook Account ឬក៏ Facebook Page ទេឲ្យតែគ្រប់គោលការណ៍របស់ Facebook នឹងទម្លាក់ tool CM ដើម្បីឲ្យយើង set up រកលុយជាមួយនឹង Facebook តែម្ដងឲ្យតែយើងគ្រប់គោលការណ៍ទៅគឺគោលការណ៍របស់គេគឺអ្នក follow គឺ 10k និងអ្នកទស្សនា100,000 view ជាងឬក៏10 លាន view អីចឹងទៅអញ្ចឹងតាមគោលការណ៍របស់គេអញ្ចឹងឲ្យតែបងប្អូនមាន Facebook account ឬក៏ Facebook page ដែលគ្រប់គោលការណ៍គឺអាចរកលុយជាមួយនឹង Facebook របស់យើងបានហើយអញ្ចឹងឥឡូវកុំឲ្យខាតពេលយូរយើងចូលទៅកាន់កុំព្យូទ័រទាំងអស់គ្នាដើម្បីយើងចូលទៅកាន់ account Facebook របស់យើងហើយបងប្អូនចុចចូលមក account Facebook របស់យើងមក Facebook របស់ខ្ញុំនេះគឺអាចរកលុយបានហើយបងប្អូនបាទគឺ Facebook បានទម្លាក់ tool CM ហើយខ្ញុំក៏បាន set up រួចរាល់ហើយដែរអញ្ចឹងបងប្អូនចង់ដឹងកាន់តែច្បាស់អញ្ចឹងបងប្អូនអាចចូលទៅទស្សនានៅក្នុង Facebook របស់ខ្ញុំនេះដើម្បីឆែកមើលទាំងអស់គ្នាថាតើបានលុយប្រមាណហើយបងប្អូនបាទឥឡូវយើងចូលមកកន្លែង personal dashboard នេះមកបងប្អូនបាទកន្លែង personal dashboard នេះបន្ទាប់មកបងប្អូននេះបងប្អូនគ្រាន់តែអូស scroll មកក៏ឃើញដែរបងប្អូនបាទអ្នកទស្សនា200,000 ជាងអញ្ចឹងចំនួនលុយដែលយើងទទួលបាននេះទំតែបាន91 សេនទេបងប្អូន91 សេនហើយតើយើងរកបានជាមួយអ្វីខ្លះអញ្ចឹងយើងចុចចូលកន្លែង tool CM ហ្នឹងមកកន្លែងសញ្ញាលុយហ្នឹងមកនេះបងប្អូនឃើញនេះចំនួនលុយគឺ91 សេនដូចគ្នាកន្លែង tool CM នេះគឺខ្ញុំបាន set up រួចរាល់ហើយអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលចង់រកលុយជាមួយនឹង Facebook account គឺបងប្អូនក៏អាចចាប់ផ្ដើមបានដែរឥឡូវនេះគឺយើងអាចរកលុយបានទាំង page បានទាំង account របស់យើងអញ្ចឹងបើសិនជាយើងចង់រកលុយជាមួយនឹង account ក៏បាន page ក៏បានដែរបើសិនជាយើងចង់រកលុយជាមួយ account យើងព្យាយាមផុសវីដេអូផុសរូបភាពផុសអត្ថបទផ្សេងឲ្យបានច្រើនឲ្យបានទៀងទាត់ជារៀងរាល់ថ្ងៃទៅអញ្ចឹងពេលដែលបងប្អូនធ្វើវីដេអូបានល្អមានអ្នកតាមដានមានអ្នក follow យើងច្រើនចាប់ពី 10k ឡើងទៅអញ្ចឹង Facebook នឹងទម្លាក់ tool CM ដើម្បីឲ្យយើង set up រកប្រាក់ជាមួយនឹង Facebook តែម្ដងហើយកន្លែងមួយទៀតដែលយើងត្រូវឆែកមើលទឹកប្រាក់របស់យើងដែលយើងអាចរកបានពី Facebook នោះគឺបងប្អូនចូលកន្លែងពីឆ្វេងដៃនេះគេដាក់ monetize រូបលុយហ្នឹងចូលនឹងមកគឺស្តៀងគ្នាទេបងប្អូនបាទហើយនេះជាលុយដែលយើងរកបានអត់ទាន់បានទូទាត់ចូលទៅក្នុងការ pay របស់ Facebook ទេអញ្ចឹងលុយដែលនៅ viral ជារៀងរាល់ថ្ងៃនេះគឺឡើងបន្តិចហ្នឹងឥឡូវគឺកើនរហូតដល់19 សេនទៀតហើយបងប្អូនបាទគឺ total ជារៀងរាល់ថ្ងៃអញ្ចឹងទៅហើយនេះគឺជាចំនួនលុយដែលយើងត្រឹមតែរកបានថ្មីនេះ19 សេនហើយកន្លែងនេះគឺ monetize status នេះគឺយក profile earning money អញ្ចឹងបានន័យថា Facebook profile របស់ខ្ញុំនេះគឺអាចរកលុយជាមួយនឹង account Facebook នឹងបានហើយខ្ញុំក៏បានភ្ជាប់រួចរាល់ហើយដែរហើយជា content monetization បងប្អូនបាទអញ្ចឹងធ្លាក់ក្រហមអានេះធ្លាក់ក្រហមដោយសារតែខ្ញុំអត់សូវមានពេលធ្វើអញ្ចឹងគឺអត់សូវបានលុយទេអញ្ចឹងបើសិនជាបងប្អូនមានពេលច្រើនបងប្អូនធ្វើឲ្យទៀងទាត់រៀងរាល់ថ្ងៃកុំឲ្យធ្លាក់ក្រហមឲ្យចេញពណ៌បៃតងទាំងអស់នេះមកសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងបានលុយច្រើនពី Facebook តែម្ដងហើយកន្លែងនេះគឺកន្លែង ad setting នេះគឺកន្លែងដែលយើងបើក app បើក ad កន្លែងយើងបើករកលុយជាមួយនឹង Facebook នឹងតែម្ដងបងប្អូនបាទតើយើងចុចបើកនេះទៅឃើញចំនួនលុយពេលដែលគេទស្សនាវីដេអូរបស់យើងទៅនឹងឃើញចំនួនលុយលោតឡើងនៅកន្លែងដែលយើងរកលុយបាន
ហើយកន្លែងនេះមិនបាច់ចុចទេប្លុកលីសគឺតែយើងចុចទៅគឺដាច់អស់ហើយបងប្អូនបាទកុំចុចអាហ្នឹងឲ្យសោះអញ្ចឹងខាងលើនេះគឺយើងអាចចុចបានយើងអាចចុចបើកយើងចុចបើក allow វាបានដើម្បីឲ្យ add ពេលដែលយើងផុសវីដេអូទៅគេទស្សនាគឺមាន add លោតឡើងលើវីដេអូរបស់យើងនឹងបានលុយហើយបងប្អូនបាទពេលគេទស្សនាកាន់តែច្រើនបានលុយកាន់តែច្រើនហើយសម្រាប់បងប្អូនទាំងអស់គ្នាដែលចង់រកលុយពី Facebook account ឬក៏ Facebook page របស់យើងចឹងបងប្អូនអាចចាប់ផ្ដើមបានហើយអាចរកលុយបានទាំងអស់គ្នាតែម្ដងអញ្ចឹងខ្ញុំក៏មានច្រើនដែរបងប្អូនបាទខ្ញុំមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំជួបគ្នានៅឱកាសក្រោយទៀតកុំភ្លេចចុច Subscribe ឬក៏ចុច Follow ដើម្បីទទួលបាននូវវីដេអូចែកម្លែកថ្មីៗបន្តទៀតបាយបាយ